កំពូលមេដឹកនាំទាំង3របស់ចិននាសម័យទំនើបក្រោយការដួលរលំរបស់រាជវង្សម៉ាន់ជូនៃអាណាចក្រមហាឆេងដែលគ្រប់គ្រងប្រទេសចិនប្រមាណជា3សតវត្សរ៍កន្លងទៅនោះសង្គ្រាមស៊ីវិលនិងការឈ្លានពានពីពួកអាណានិគមបានហែកហួរប្រទេសចិនអស់រយៈពេលប្រមាណជា40ឆ្នាំទាល់តែរហូតដល់ឆ្នាំ1949ទើបបកកុម្មុយនីសក្តោបក្តាប់អំណាចចិនទាំងមូលបានដែលយកឈ្នះបកគូមីនតាំងហើយម៉ៅសេតុងបានប្រកាសខ្លួនជាមេដឹកនាំកំពូលបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃប្រទេសចិនដែលមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាមានិតចិន Mao Zedong once a lowly party worker ត្រឹមតែមួយចំនួនប៉ុណ្ណោះពលគឺ75ឆ្នាំគិតមកទល់បច្ចុប្បន្នចិនបានប្រែខ្លួនជាប្រទេសក្រីក្រតោកយ៉ាកមកជាមហាអំណាចសេដ្ឋកិច្ចទី2ក្នុងលោកហើយមានឥទ្ធិពលយ៉ាងខ្លាំងក្លាផ្នែកនយោបាយនិងយោធាទាំងក្នុងតំបន់និងសកលលោកតើអ្វីទៅដែលជំរុញឲ្យបដិវត្តកម្មសង្គមនិងសេដ្ឋកិច្ចនៃប្រទេសចិនមានប្រសិទ្ធភាពខ្ពស់និងលឿនរហ័សបែបនេះនៅពេលដែលគេគិតដល់ម៉ៅសេតុងគេតែងតែនាំគ្នាគិតឃើញពីគ្រោះមហន្តរាយដែលបានកើតឡើងតាមរយៈគោលនយោបាយមហាលុតផ្លោះនិងបដិវត្តវប្បធម៌ដែលធ្វើឲ្យចិនរាប់លានអ្នកបានស្លាប់ដោយសារគ្រោះទុរភិក្សនិងមានការដុតបំផ្លាញអគារសាសនាក្បួនគម្ពីរបុរាណជាច្រើនផងដែរប៉ុន្តែហេតុអ្វីបានជារូបរបស់ម៉ៅសេតុងនៅតែត្រូវគេដាក់តាំងនៅកណ្ដាលរដ្ឋធានីប៉េកាំងហើយប្រជាជននៅតែមានការកោតខ្លាចនិងស្ងប់ស្ងាត់ទៅលើរូបលោកបែបនេះចម្លើយនោះគឺស្របពេលដែលម៉ៅសេតុងមានការគិតនិងការកណនាខុសមួយចំនួនក៏ពិតមែនលោកក៏បានធ្វើនៅរឿងត្រឹមត្រូវជាច្រើនផងដែរដែលជាមូលដ្ឋានគ្រឹះសម្រាប់មេដឹកនាំជំនាន់ក្រោយយកទៅអភិវឌ្ឍបន្តម៉ៅសេតុងនៅតែជាដួងព្រលឹងវិញ្ញាណរបស់ប្រទេសចិននិងជាពិសេសសម្រាប់បកកុម្មុយនីសចិនទាំងមូលត្បិតចិនជាប្រទេសកុម្មុយនីសតែចិនមិនបានពឹងសូវៀតហើយចិនមិនស្ថិតនៅក្រោមឥទ្ធិពលសូវៀតដោយប្រទេសកុម្មុយនីសដទៃនោះឡើយម៉ៅសេតុងនេះហើយដែលជាអ្នកបណ្ដោះនៅផ្នត់គំនិតនិងភាពរឹងមាំក្នុងសង្គមចិនទាំងមូលឲ្យមានស្វ័យភាពនិងឯករាជ្យភាពដោយមិនពឹងផ្អែកលើប្រទេសដទៃនោះទេក្រោមការដឹកនាំរបស់ម៉ៅសេតុងផ្ទៃក្នុងប្រទេសចិនមានការឯកភាពជាធ្លុងមួយហើយចិនជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងសម័យកាលសង្គ្រាមត្រជាក់ផងដែរទស្សនៈកុម្មុយនីសម៉ាក់និយមនិងលេនីននិយមក៏បានកែសម្រួលបន្ថែមទៅជាកុម្មុយនីសម៉ៅនិយមឲ្យស្របតាមស្ថានភាពនៃប្រទេសចិននិងបង្ហាញផ្លូវក៏ដូចជាចក្ខុដ៏មោះមុតនៅក្នុងការអភិវឌ្ឍសង្គមចិនមួយវិញទៀតចូលកុំភ្លេចផងដែរថាអ្វីត្បិតតែគោលនយោបាយមហាលុតផ្លោះបរាជ័យក៏ពិតមែនតែវាជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃបដិវត្តឧស្សាហកម្មរបស់ចិនព្រោះម៉ៅសេតុងយល់យ៉ាងច្បាស់ថាប្រសិនបើចង់ឲ្យចិនខ្លាំងចិនមិនត្រូវពឹងតែលើកសិកម្មនោះទេចិនត្រូវតែក្លាយជាប្រទេសឧស្សាហកម្មមួយយ៉ាងរឹងមាំផងដែរទី2ចិនក្រោមការដឹកនាំរបស់តេងសៀវពីងនិងអ្នកស្នងតំណែងរបស់គាត់មានឃ្លាមួយដែលគេនឹកឃើញនៅពេលដែលនិយាយពីតេងសៀវពីងនោះគឺឆ្មាខ្មៅឆ្មាសមិនសំខាន់ឲ្យតែចាប់កណ្ដុរបានគឺជាឆ្មាល្អតេងសៀវពីងគឺជាបេដាកំណែទម្រង់ចិនសម័យទំនើបដែលឲ្យតម្លៃលើការអនុវត្តជាក់ស្ដែងជាងប់ងល់ទាំងស្រុងទៅលើទស្សនៈកុម្មុយនីសហើយតែងត្រូវគេប្រសិទ្ធនាមថាជាអ្នកធ្វើឲ្យចិនក្លាយជាអ្នកមានក្រោយម៉ៅសេតុងស្លាប់ទៅតេងសៀវពីងបានសន្យាថានឹងព្យាបាលនៅរបួសទាំងឡាយណាដែលបន្សល់ទុកពីម៉ៅសេតុងធ្វើការរួបរวมបកកុម្មុយនីសឡើងវិញនិងផ្ដោតជាចម្បងលើការអនុវត្តសេដ្ឋកិច្ចប្រទេសចិនតេងសៀវពីងយល់យ៉ាងច្បាស់ថាប្រជាជនចិនជាច្រើនបើម្នាក់សុទ្ធតែក្រមិនយូរមិនឆាប់របបកុម្មុយនីសគង់តែរលំនោះទេហេតុនេះហើយការរំដោះប្រជាជនចេញពីភាពក្រីក្រត្រូវតែជាអតិភិបទោះបីជាប្រើមធ្យោបាយណាក៏ដោយ
បើអភិវឌ្ឍតាមបែបកុម្មុយនីសមិនជោគជ័យមិនគួរខ្លាចនោះឡើយក្នុងការអនុវត្តតាមរបៀបទីផ្សារសេរីកាលជំនាន់ម៉ៅសេតុងទាំងថ្នាក់ដឹកនាំក្នុងកុម្មុយនីសនិងសង្គមចិនទាំងមូលមិនពេញចិត្តនោះឡើយឲ្យតែអ្វីដែលពាក់ព័ន្ធនឹងមូលយុទ្ធនិយមនិងឯកជនភាវូបនីយកម្មដោយសារតែវាមាននិន្នាការខុសគ្នាស្រឡះពីទស្សនៈដើមនៃកុម្មុយនីសម៉ាក់និយមតែការបដិញ្ញារបស់តេងសៀប៉ិញទទួលបានលទ្ធផលដោយបានបញ្ចុះបញ្ចូលនិងបញ្ជ្រាបគំនិតថ្នាក់ដឹកនាំបកកុម្មុយនីសឲ្យសាកល្បងប្រគល់ដីធ្លីកសិកម្មឲ្យទៅជាកម្មសិទ្ធិឯកជននិងបើកចំហទីផ្សារចិនដើម្បីទទួលបានការវិនិយោគពីបរទេសតេងសៀប៉ិញបានផ្ដួចផ្ដើមនៅការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្ដោយឆ្នេរភាគអាគ្នេយ៍នៃប្រទេសចិននិងធ្វើការបន្ធូរបន្ថយច្បាប់និងបទបញ្ញត្តិនានាដើម្បីទាក់ទាញលំហូរនៃការវិនិយោគពីបរទេសជាមួយនឹងការបែងចែកអំណាចនេះតេងសៀប៉ិញបានកំណត់នៅអាណត្តិប្រធានាធិបតីឲ្យតែ2អាណត្តិប៉ុណ្ណោះហើយក៏បង្កើតនៅប្រព័ន្ធពិនិត្យនិងវិតម្លៃសមាជិកជួររដ្ឋាភិបាលជាមួយនឹងគោលបំណងធ្វើយ៉ាងណាឲ្យធានាបាននៅតម្លាភាពរបស់មន្ត្រីទាំងក្នុងរដ្ឋាភិបាលនិងសមាជិកបកហើយក្រោយមកលោកចាងជូមីននិងលោកហ៊ូជីនតាវដែលជាអ្នកស្នងតំណែងបានបន្តអនុវត្តគោលការណ៍តេងសៀប៉ិញហើយទទួលបានលទ្ធផលដល់ត្រចះត្រចង់3ចិនក្រោមការដឹកនាំរបស់ស៊ីជីនពីងនៅក្នុងសង្គមចិនគេតែងនិយាយថាម៉ៅសេតុងធ្វើឲ្យចិនជាមហាអំណាចនយោបាយហើយតេងសៀប៉ិញធ្វើឲ្យចិនជាមហាអំណាចសេដ្ឋកិច្ចឯលោកស៊ីជីនពីងវិញធ្វើឲ្យចិនក្លាយទៅជាមហាអំណាចពិភពលោកនៅឆ្នាំ2013ស៊ីជីនពីងបានប្រកាសចូលកាន់តំណែងជាប្រធានបកកុម្មុយនីសនិងជាប្រធានាធិបតីជាមួយនឹងចក្ខុវិស័យនិងការបដិញ្ញាចិត្តដ៏មុតមាំក្នុងការធ្វើឲ្យចិនក្លាយជាប្រទេសដែលមានអំណាចនិងការអភិវឌ្ឍគ្រប់ស្រទាប់វណ្ណៈគោលនយោបាយនៅក្នុងស្រុកដែលគេកត់សម្គាល់បន្ទាប់ពីស៊ីជីនពីងបានឡើងកាន់អំណាចគឺការបោះសម្អាតកម្ចាត់នៅពួកអំពើពុករលួយឲ្យអស់ពីក្នុងជួរបកនិងក្នុងរដ្ឋាភិបាលស៊ីជីនពីងជឿថាអំពើពុករលួយគឺជាដង្កូវដែលត្រូវតែលាងជម្រះព្រោះថាបើបន្តនៅតែមានវានឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសភាពនិងកិត្តិយសរបស់បកកុម្មុយនីសការបោះសម្អាតនេះត្រូវបានគេរិះគន់ថាជាមធ្យោបាយកម្ចាត់នៅគូប្រជែងនយោបាយនិងអ្នកដែលមិនគាំទ្រខ្លួនតែទោះយ៉ាងណាសកម្មភាពនេះទទួលបានការសាទរវិជ្ជមានពីសំណាក់ប្រជាពលរដ្ឋដែលគេជឿថាដំណើរការរដ្ឋាភិបាលមានភាពរលូនជាងមុនហើយការកម្ចាត់អំពើពុករលួយនេះជានិមិត្តរូបនៃការប្រកាសក្តែងក្តែងថាមន្ត្រីត្រូវតែធ្វើការបម្រើរាស្ត្រលោកស៊ីជីនពីងក៏ជាស្ថាបនិកនៃគំនូរផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយផ្លូវមួយដែលបានដាក់សម្ពោធនៅក្នុងឆ្នាំ2013ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មហិមាដោយមានគោលបំណងអភិវឌ្ឍនៅវិស័យដឹកជញ្ជូននៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោកដូចជាផ្លូវស្ពានកំពង់ផែនិងមជ្ឈមណ្ឌលភស្តុភារកម្មជាដើមដែលមានលទ្ធភាពតភ្ជាប់ពាណិជ្ជកម្មពីចិនទៅកាន់ពិភពលោកគម្រោងនេះជាមហិច្ឆតាដ៏ធំមួយរបស់ស៊ីជីនពីងនៅក្នុងការនាំត្រឡប់និងរលឹកឡើងវិញនៅផ្លូវសូត្របុរាណចិនដែលជានិមិត្តរូបបង្ហាញពីអំណាចនិងអរិយធម៌ដ៏អស្ចារ្យរបស់ប្រទេសចិនចំណែកឯគោលនយោបាយការបរទេសវិញផ្ទុយពីចំនួនតេងសៀប៉ិញដែលប្រកាន់គោលនយោបាយលាក់ក្រញ៉ាំស៊ីជីនពីងអនុវត្តគោលនយោបាយបញ្ចេញក្រញ៉ាំនិងមិនចោះញោមជាមួយមហាអំណាចបរទេសនោះទេជាពិសេសសហរដ្ឋអាមេរិកដោយធ្វើការពង្រឹងអំណាចយោធាធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសអាមេរិកនិងបង្កើនឥទ្ធិពលខ្លួននៅក្នុងតំបន់សមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូងស៊ីជីនពីងបានក្តោបក្តាប់អំណាចទាំងមូលនៅក្នុងដៃទាំងអំណាចយោធាអំណាចក្នុងជួររដ្ឋាភិបាលនិងអំណាចក្នុងបកកុម្មុយនីសដែលធ្វើឲ្យគេនឹកឃើញចងចាំឡើងវិញពីម៉ៅសេតុងហើយការក្តោបក្តាប់អំណាចតែម្នាក់ឯងក្នុងដៃនេះមានការផ្ទុយទៅនឹងគោលនយោបាយតេងសៀប៉ិញដែលប្រកាន់យកការចែករំលែកអំណាចនៅក្នុងឆ្នាំ2018សភាអំណាចចិនបានធ្វើវិសោធនកម្មច្បាប់ដោយលុបចោលនៅការកំណត់អាណត្តិប្រធានាធិបតីត្រឹម2អាណត្តិធ្វើឲ្យស៊ីជីនពីងមានសិទ្ធិធ្វើជាប្រធានាធិបតីពេញមួយជីវិតឲ្យតែគាត់ចង់ធ្វើ
អ្នករិះគន់បានលើកឡើងពីការវិលត្រឡប់នៃម៉ៅនិយមដោយធ្វើការប្រៀបធៀបនិងប្រដូចឥតហែក៏ដូចជាការលើកឡើងពីគ្រោះថ្នាក់កាលណាអំណាចស្ថិតនៅលើដៃមនុស្សម្នាក់បែបនេះគ្រោះមហន្តរាយងាយនឹងមានប្រសិនបើការសម្រេចចិត្តខុសណាមួយកើតឡើងដោយការចំនួនម៉ៅសេតុងដែលធ្វើឲ្យការសម្រេចចិត្តលើការអនុវត្តគោលនយោបាយមហាលុតផ្លោះប៉ុន្តែក៏មានទស្សនវិជ្ជាមួយចំនួនក៏បានលើកឡើងផងដែរថាស៊ីជីនពីងជាមនុស្សម្នាក់ដែលមានចក្ខុវិស័យវែងឆ្ងាយសម្រាប់ប្រទេសចិនហើយការកំណត់គាត់ត្រឹមតែ2អាណត្តិជាការរាំងស្ទះនៅក្នុងការសម្រេចនៃចក្ខុវិស័យវែងឆ្ងាយនោះមួយវិញទៀតគោលនយោបាយអន្តរជាតិបច្ចុប្បន្នមានភាពខុសប្លែកពីជំនាន់តេងស៊ីពីងដែលកាលនោះអាមេរិកមានភាពរួសរាយរាក់ទាក់ជាមួយចិនតែឥឡូវចាត់ទុកចិនជាគូប្រជែងហេតុនេះហើយការបញ្ចេញរដ្ឋអំណាចជាការចាំបាច់ប្រវត្តិសាស្ត្រចិនសម័យទំនើបគឺជាមេរៀនដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់អ្នកសិក្សាព្រោះត្បិតតែចិនជាប្រទេសកុម្មុយនីសតាំងពីឆ្នាំ1949ក៏ពិតមែនតែការអភិវឌ្ឍប្រជាជនចិនរហូតមកទល់បច្ចុប្បន្ននេះគឺជារឿងរ៉ាវមួយដែលមានភាពបត់បែនមានឡើងមានចុះមេដឹកនាំមួយមានទស្សនវិស័យមួយមេដឹកនាំមួយទៀតឡើងមកមានទស្សនវិស័យមួយទៀតតែយើងគួរតែកុំភ្លេចដែរថាទស្សនវិស័យនោះគឺបានមកពីការសម្រួចនិងតម្រង់ទិសឲ្យត្រូវទៅនឹងស្ថានភាពនយោបាយអន្តរជាតិនិងកលៈទេសៈប្រទេសចិនភាពឆ្លាតវៃរបស់ថ្នាក់ដឹកនាំចិនក្នុងការយល់ដឹងពីស្ថានភាពជុំវិញខ្លួនការចេះភ្ញាក់ខ្លួនតាមរយៈមេរៀនប្រវត្តិសាស្ត្រនិងភាពឆ្លៀវវៃនៅក្នុងការបត់បែនទៅក្នុងស្ថានភាពនយោបាយសុទ្ធសឹងតែជាកត្តាដែលជំរុញឲ្យចិនមានការអភិវឌ្ឍដោយសពថ្ងៃនេះសូមអរគុណសម្រាប់ការតាមដានទស្សនាសូមកុំភ្លេចចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀត